បាទសួស្តីលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនសិស្សានុសិស្សក៏ដូចជាកូនសិស្សរបស់គ្រូផ្ទាល់អញ្ចឹងថ្ងៃហ្នឹងគ្រូចេញវីដេអូមួយរបៀបបង្កើត QR code សម្រាប់ទៅប្រើប្រាស់ពេលដែលយើងមាន link website ឬក៏ link ស្អីមួយដែលយើងចង់ប្រើវាទៅជាប្រភេទ QR code ដើម្បីយកទៅឲ្យគេ scan ចូលទៅប្រើប្រាស់អីចឹងគឺថ្ងៃហ្នឹងលោកគ្រូសុំចេញវីដេអូបង្ហាញបង្កើតដោយ free អញ្ចឹងគឺជំហានដំបូងគឺយើងបើក browser យើងមួយមកបាទគឺប្រើ browser ហើយយើង search ពាក្យថា QR code generator បាទវាមានច្រើនអញ្ចឹងយើងឃើញថាសរសេរ QR ក៏បាន QR code generator សរសេរចប់ក៏បានដែរតែគ្រូសុំយកអានេះ QR code generator free ចុចលើវាមួយមកអញ្ចឹងនេះគ្រូចូលចិត្តប្រើប្រភេទwebsite មួយឈ្មោះ QR code monkey គឺមួយហ្នឹងគឺស្រួលដោយសារយើងអាច upload រូបបដូរពណ៌ QR code link style QR code នេះគឺបានអញ្ចឹងគឺយើងឃើញអាហ្នឹងនេះរូបរបស់វារូបស្វាមួយហ្នឹង QR code monkey ចុចលើវាមួយមកអញ្ចឹងមកគឺវានឹងសូផ្ទាំងបែបនេះខាងស្ដាំដៃរបស់យើងហ្នឹងគឺជាតម្រង QR code ដែរអញ្ចឹងទៅនេះយក URL កន្លែងហ្នឹងគឺកន្លែងដាក់ link default របស់វាគឺ website របស់ QR code នឹងតែម្ដងអញ្ចឹងយើងលុបចោលទៅលោកគ្រូមាន link website មួយនេះរបស់កូនសិស្សការងាររបស់កូនសិស្សយើងហ្នឹងអញ្ចឹងគ្រូសុំ copy link របស់គាត់ហ្នឹងនេះគឺយកមក link ហ្នឹងទៅតែម្ដង copy ចូលមកយើងផាសកន្លែងយក URL ហ្នឹងមកស្ដាំយកផាសវាចូលមកនេះគឺជា QR code កន្លែងពណ៌ set color ហ្នឹងគឺពណ៌នេះពណ៌ QR code របស់យើងនេះអញ្ចឹងយើងយក background សទៅដែរទៅតែខាងក្នុងនេះយើងចង់បានពណ៌អីគ្រូថាចង់បានពណ៌បៃតងចេះចោះហើយ background ហ្នឹងគឺយកសទៅដែរមកមិនបាច់ដូរពណ៌ទេ add logo image បាទបូកមក upload វាមានជំរើសឲ្យស្រេចនេះតែយើងចង់ប្រើប្រភេទ QR code ហ្នឹងអ្វីវាមានស្រេចយើងខ្លះតែនេះជា website ដោយប្រើ Google Sites អញ្ចឹងគ្រូសុំ upload icon វាចូលបាទគ្រូចូលកន្លែង download បាទគ្រូរ៉ូសិនបាទមានគ្រូសុំត្រឡប់ទៅវិញគ្រូដាក់រូបឆ្មាមួយនេះបដ ாய் អូថតថានេះជា logo ដែលគ្រូចង់ប្រើគ្រូដាក់រូបឆ្មាមួយហ្នឹង open វាមកធំពេកដោយសារវានេះ size របស់វាធំ2មេហ្នឹងអញ្ចឹងរកអាណាដែលទូជាងហ្នឹងhome គ្រូដាក់រូបផ្ទះនេះមួយទៅឧទាហរណ៍បាទកម្មតិចទៅវានឹងមកឃើញទេមកបន្តមកទៀតខាងក្រោមជា style នេះជា style នៃ QR code មួយហ្នឹងអញ្ចឹងគ្រូចង់បានប្រភេទចុចនេះមួយហើយយកប្រភេទ style បាទមួយនេះចោះហើយអាតម្រងក្រោមគ្រូយកនេះបន្តមកទៀតយើងនេះ create QR code ចុច create មកវានឹង show QR code ដែលយើងបានរើសមិញឃើញទេនេះតម្រងនេះយើងរើសមិញឃើញទេវាផ្លាស់ប្ដូរនេះរូប icon អញ្ចឹងដើម្បី download វាបានថា QR code យើងលេងប៉ុណ្ណឹងស្អាតចង់ប្រើប្រាស់វាចង់ផ្លាស់ប្ដូរវាថ្មីក៏បានថាចង់ដូរពណ៌ដូរអីតាមចិត្ត style គ្រូសុំដូរ style តិចសិនយកអារៀងញឹកតិចសិន generate សម័យ create សម័យបាទវាផ្លាស់ប្ដូរតម្រងបែបនេះ download ចុចខ្វែងមកនេះច្រឡំចាំឲ្យវាដើរឲ្យចប់កុំតន់ចុចខ្វែងបាទចាំវាបន្តិចទៅបាទវា download ចប់វានឹង download ដល់យើងនេះគឺជា QR code របស់យើងអញ្ចឹងអាហ្នឹងយើងអាចយកទៅប្រើប្រាស់បានហើយយើងអាច rename មក QR code គេមិញrename គ្រូ rename មិញអញ្ចឹងគេថា QR code គេ web គ្រូដាក់ថា web ចេះដល់ website អញ្ចឹងទៅអូខេអញ្ចឹងយើងមក QR code មួយយកទៅប្រើប្រាស់បានហើយអញ្ចឹងសម្រាប់កូនសិស្សពេលដែលគ្រូឲ្យបង្កើត QR code គឺយើងអាចធ្វើប្រើប្រាស់វិធីសាស្ត្រហ្នឹងបានរួចផ្ញើ QR code ហ្នឹងទៅឲ្យគ្រូវិញមកគ្រូនឹង scan ចូល QR code ហ្នឹងដើម្បីចូលទៅមើលការងាររបស់បងប្អូនបាទហ្នឹងគឺជាវិធីទី1តោះយើងចូលវិធីទី2វិធីទី2គឺយើងធ្វើនៅលើ Canva តែម្ដងអញ្ចឹងយើងបើក Canva របស់យើងមកអញ្ចឹងបើក Canva រួចយើងកំណត់ទំហំដែលយើងចង់ដាក់ QR code នឹងឲ្យមកអញ្ចឹងយើងចូលនេះវានឹងឲ្យយើងបង្កើតទំហំអញ្ចឹងសូមបង្កើត640គុណនឹង640 px គឺ pixel បាទអញ្ចឹងភាគច្រើនយើងមកគឺវាអាចនឹងអត់មានលេខដូចគ្រូទេគឺវាបែបនេះបើវាមកប្រឡោះតទេបែបនេះបងអូនសុំបំពេញថា640បាទ640គុណ640បាទរួច create
new design បាទនៅពេលនោះគឺយើងនឹងបានផ្ទាំងការងារថ្មីមួយអញ្ចឹងយើងមកមើលខាងឆ្វេងដៃរបស់យើង tool ទាំងអស់នេះ scroll វាម្ដងក្រោមរកពាក្យថា app បាទចុចលើ app នឹងមកបន្តមកទៀតបានយើង search Canva app ហ្នឹងយើង search ថា QR code បាទ QR code generator បាទឃើញចុចលើវាមកបាទអញ្ចឹងបន្តមកទៀតយើង scroll មកដល់ក្រោមមកយើងរកពាក្យថានេះ gen QR ចុចលើវាមកព្រោះអា QR code ប្រភេទមួយនេះគឺយើងអាច upload រូបភាពចូលបានអញ្ចឹងកន្លែងនេះ URL ហ្នឹងគឺយើងដាក់ URL របស់យើងមកយើងចង់យក URL ណាទៅប្រើអញ្ចឹងគ្រូថាយក link website នឹងដដែល copy លុបអាចាស់របស់គេចោលដាក់អាថ្មីរបស់យើងចូល Ctrl V មកបានន័យថាយើងផាសវាចូលពណ៌ស្រឡាញ់ពណ៌បែបម៉េច template ហ្នឹងគ្រូថាយកបៃតងហើយកន្លែងនេះឈូស file ថា upload រូបភាពដែលយើងចង់ប្រើប្រាស់វាអញ្ចឹងគ្រូ download ចូលកន្លែង download គ្រូដាក់រូបភាពបាទមិញយើងដាក់រូបផ្ទះហើយឥឡូវលោកគ្រូដាក់រូបថ្មីតែម្ដងដាក់រូបថ្មីម្ដងគ្រូដាក់រូបបាទគ្រូរកបាទដាក់រូបមួយនេះចាបាទ open បាទនៅពេលនឹងរួចគឺយើងមើល background តែយើងចង់បានបែបម៉េចពណ៌សអានេះ style យើងចង់បានបែបម៉េចគ្រូថាយក default វាទៅគ្រូខ្ជិលកែតែយើងអាចកែប្រែព្រោះកែសម្រួលបានប្រែប្រួលវាទៅថាយើងចង់បានបែបម៉េចគឺយើងអាចផ្លាស់ប្ដូរក្នុងហ្នឹងពណ៌តានេះឥឡូវគ្រូថាដូរពណ៌ចុះគ្រូយកពណ៌នេះវិញបាទប៉ុណ្ណឹងគ្រូ add បាទអញ្ចឹងវាមកហើយនេះឃើញទេតម្រង់វាមកហើយយើងប្រិចរួមវាទៅយើងថាចង់បានប៉ុណ្ណាដាក់មកពេញกระดาษរបស់យើងនឹងមកបាទមកពេញกระดาษយើងនឹងមកតើយើងអត់ស្អាតអត់ស្រឡាញ់ពណ៌យើងផ្លាស់ប្ដូរថែមបានអានេះពណ៌នេះនៅទីនេះអញ្ចឹងគ្រូថាយកពណ៌លឿងបាទមិនលឿងអានេះបៃតងខាងក្នុងអូខេបៃតងដូចអាមុនទៅបាទ style យើងចង់បានបែបម៉េចចេះទៅបើយកមូលទេ add to design ចឹងអាចាស់យើងលុបចោលគេថាអាចាស់យើងនេះយើងលុបវាមក delete យើងយកថ្មីទៅប្រើវិញបានបែបនេះគឺយើងអាចយកទៅប្រើប្រាស់បានហើយចូលទៅ share download PNG បាទយើងយក PNG យើងមកទាញវាអស់ហើយគ្រីសទៅនេះបានថាយើងអត់ចង់បាន background ទៅជាមួយទេយើងយកទៅ QR code នឹងទៅប្រើឯងអញ្ចឹង download បាទវា down ឲ្យយើងឡើយបាទបានពេញយើងទៅបើកមើលបាទនេះជា QR code ដែលយើងបង្កើតមិញអញ្ចឹងនៅពេលដែលយើង scan ទៅគឺយើងអាចចូលទៅដល់ website របស់យើងមិញហើយបាទអញ្ចឹងវីដេអូលោកគ្រូមានតែប៉ុណ្្នឹងឯងអូខេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀត